ហើយគេសកលមួយនេះវិញគឺឈ្មោះផាវៀងបងប្អូនឈ្មោះផាវៀងជាពូជរបស់ខាងភូមិឬកឡាយតែអត់បានដឹងទេអត់ច្បាស់ផ្លេចទៅនេះការគេធំណាហើយបងប្អូនមកមើលដើមសូម្បីតែខ្ញុំណាតែខ្ញុំក៏ថាងាប់ដែរពងកាលពីប្រាំងឆ្នាំមុនហ្នឹងវាក្តៅខ្លាំងពេកមើលដើមអញ្ចឹងបងប្អូនតែឥឡូវមើលគេដោះកូនគេមកនេះគេអញ្ចឹងហ្មងកូននេះទៅតែដោះចេញមកមួយទេចាំមើលធ្លាក់ភ្លៀងតែទៀតគេចេញមិនព្រោះថាធម្មតានេះដើមថ្មីដែលផ្កាចេញទៅមួយគឺត្រូវដោះកូនជំនួសមកមួយឬក៏ពីរហើយផ្កាបែកខ្នងមកចេះវិញនេះផាវៀងបងប្អូនមានមួយប្រភេទនោះដើមដូចគ្នាបេះដាក់ដល់តែពេលផ្កាចេញមកលឿងដូចឃ្មុំអញ្ចឹងសូម្បីតែអ្នកលក់ផ្កាដែលលក់តាមពីដើមមកក៏ច្រឡំដែរហើយបើយើងប្រៀបធៀបគ្នាជាមួយចំមុះ8នេះស្តៀងគ្នាខ្លាំងណាបងប្អូនបើអត់ច្បាស់ថាដូចគ្នាតែយកមកប្រៀបធៀបគ្នាអញ្ចឹងឬក៏ស្គាល់ច្បាស់ចំមុះ8ធំជាងហើយសតបផ្កានេះរៀងស្ដាយជាងបន្តិចអញ្ចឹងណាហើយនិយាយទៅធន់ក្តៅបានដូចគ្នាទេហើយមើលចំមុះ8មើលឬអញ្ចឹងដើមអញ្ចឹងដល់ប្រាំងឡើងគឺថាអ្នកណាក៏ដើរមកថាំងផ្កាងាប់អស់ហើយដែរតែឥឡូវមកអីនេះមកបានមួយហើយអញ្ចឹងកូនសដើមសនេះមួយអាចចេញកូនបានមួយឬក៏ពីរអញ្ចឹងវាត្រូវចេញបន្តទៀតឯនេះឆ្អាតរបស់គេតែនេះ